បាទសួស្តីអ្នកនរគ្នានេះជា MacBook Air 15 inch chip M2 បាទអានេះតម្លៃវាតែ749ឡាទេដូចជាតូចនេះគឺជាប្រភេទ MacBook Air M2 ដូចគ្នាអេក្រង់13 inch 13 inch តម្លៃវាតែ699ឡាទេឥឡូវនេះយើងមកដឹងពីថាហេតុអ្វីបានជាកុំព្យូទ័រពីរនេះគួរតែមានតម្លៃខុសគ្នាឥឡូវយើងក៏លេខមកមើល performance ដំបូងសម្រាប់13 inch M2 នេះមកជាមួយនឹង8 core CPU ហើយគេបែងចែកជា2គឺ4 core performance និង 4 core efficiency ហើយសម្រាប់15 inch នេះគឺមកជាមួយនឹង8 core CPU ដូចគ្នា4 core performance ដូចគ្នាក៏ដូចជា4 core efficiency ដូចគ្នាប៉ុន្តែខុសគ្នាត្រង់ថា13 inch នេះវាមកតែជាមួយនឹង8 core GPU ទេតាក់ទងនឹងខាង render ខាង design គេប្រើ graphic ដូចគ្នាដែរហើយសម្រាប់graphic ធំនេះគឺមកជាមួយ10 core GPU អញ្ចឹងបើនិយាយពី performance 15 inch នេះវារៀងលើសជាងបន្តិចបាទហើយទី2យើងទៅមើលទៅលើថ្មបាទថ្មសម្រាប់ថ្មតូចនេះមកជាមួយនឹង55 វ៉ាត់ម៉ោងទេក៏ដូចជាធំនេះវាមកជាមួយរហូតដល់66 វ៉ាត់ម៉ោងអញ្ចឹងសម្រាប់យើងធ្វើការតេស្តជាក់ស្ដែងទៅលើ13 inch យើងធ្វើការងារទូទៅការងាររដ្ឋបាលអីគឺមួយថ្ងៃអូសរួចស៊ីផុយអូសរួចរហូតដល់មួយថ្ងៃជាងចូលចិត្ត2ថ្ងៃសម្រាប់13 inch នេះអញ្ចឹងបើយើងក៏លេខទៅមើល15 inch នេះវិញវាអាចថាចូលខុសគ្នា 20% អញ្ចឹងវាអាចថា2ថ្ងៃទាក់ទង performance ថ្មគឺ15 inch better ហើយយើងក៏លេខទៅមើលទី3បាទទី3តាក់ទងនឹង speaker បាទ speaker សម្រាប់13 inch នេះវាមកជាមួយនឹងគេហៅ for system speaker វាមក4គ្រាប់ហើយជាមួយនឹង15 inch នេះគឺមក6គ្រាប់អញ្ចឹងបើយើងស្ដាប់តែឯងអត់បញ្ហាទេប៉ុន្តែបើយើង compare គ្នាអានេះវា15 inch វារៀងសលេងរៀងធ្ងន់ជាងបាទធ្ងន់ជាងដាច់ជាងបន្តិចប៉ុន្តែអត់ជាបញ្ហាទេបើសិនជាអ្នកនរគ្នា compare MacBook Air ជាមួយនឹងកុំព្យូទ័រផ្សេងព្រោះជាងហើយជាមួយតម្លៃពីរនេះខុសគ្នាតែ$50ទេយើងមានទាំងពីរ spec តែម្ដងសម្រាប់MacBook Air 15 inch នេះមកមួយ chip M2 RAM 8 storage 256GB ក៏ដូចជា13 inch នេះមកជាមួយនឹង M2 chip ដូចគ្នា RAM 8 storage 256GB ដូចគ្នាហើយបើសិនបងមានអារម្មណ៍អាច contact បាន Telegram ដែលខ្ញុំដាក់ link នៅខាងក្រោម description បាទហើយជួបគ្នានៅវីដេអូក្រោយបាយបាយ